ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះនាងខ្ញុំនឹងមកធ្វើម្ហូបងាយៗប៉ុន្តែមានរសជាតិឆ្ងាញ់ខ្លាំងជូនបងប្អូនទស្សនានោះគឺមាន់ឆាង៉ាំង៉ូវចំណែកគ្រឿងផ្សំមានដូចជាមាន់1ចំហៀងង៉ាំង៉ូវ1គ្រាប់ខ្ទឹមស3កំពឹសស្ករស1ស្លាបព្រាបាយប៊ីចេង1ចុងស្លាបព្រាបាយនិងទឹកប្រេងខ្យង1ស្លាបព្រាបាយតោះបងប្អូនកុំឲ្យខាតពេលយូរទៅមើលពីរបៀបឆាង៉ាំង៉ូវរបស់ខ្ញុំទាំងអស់គ្នាដំបូងនាងខ្ញុំដាក់ខ្ទឹមសរបស់យើងរំលីងឲ្យឡើងឈ្ងុយបន្តិចទើបចាក់សាច់មាន់ចូលឆាវាឲ្យរាងឆ្អិននិងស្ងួតទឹកបន្តិចសិមដាក់គ្រឿងផ្សំរបស់យើងចូលដែលមានដូចជាស្ករសប៊ីចេងង៉ាំង៉ូវនិងទឹកប្រេងខ្យងបន្ទាប់មកនាងខ្ញុំចាក់ទឹកមួយកូនចានចូលទៅដើម្បីរំងាស់សាច់មាន់របស់យើងឲ្យចូលជាតិនិងឆ្អិនល្អឆាត្រឡប់សាច់យើងទៅមកនិងរំងាស់វាឲ្យរាងអស់ទឹកបន្តិចមើលទៅសាច់មាន់របស់យើងរាងឆ្អិនល្អហើយយើងក៏បង់ម្ទេសចូលបើសិនជាបងប្អូនមិនចេះញ៉ាំហឹរទេមិនបាច់បង់ក៏បានដែរមុខម្ហូបមួយមុខនេះបងប្អូនមើលទៅសាមញ្ញធម្មតាទេប៉ុន្តែរសជាតិវិញមិនធម្មតាទេណាបងប្អូនឲ្យទៅធ្វើម្ដងណាដឹងតែញ៉ាំតតែលិតដៃតែម្ដងនៅពេលដែលសាច់មាន់ឆ្អិនហើយនាងខ្ញុំគ្រាន់តែបង់ស្លឹកខ្ទឹមចូលនិងដួសដាក់ចានដូចជាការស្រេចមាន់ឆាង៉ាំង៉ូវរបស់នាងខ្ញុំឆ្អិនហើយបងប្អូនមើលទៅទំនងអត់កុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំរហូតដល់ចប់ហើយនាងខ្ញុំក៏សូមអភ័យទោសបើសិនជាវីដេអូរបស់នាងខ្ញុំមានកំហុសឆ្គងត្រង់ណាមួយបើបងប្អូនចូលចិត្តវីដេអូធ្វើម្ហូបរបស់នាងខ្ញុំសូមកុំភ្លេចចុច like និង subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងណាអរគុណជម្រាបលា